Ashraf Hakimi ឈ្នះ Ballon d'Or ឆ្នាំ 2025 ប្រចាំទ្វីបអាហ្វ្រិកកាលពីថ្ងៃទី 19 ខែវិច្ឆិកាកន្លងទៅថ្មីនេះកម្មវិធីប្រគល់ពានរង្វាន់ជូនកីឡាករឆ្នាំប្រចាំទ្វីបអាហ្វ្រិកបានធ្វើឡើងនៅទីក្រុង Rabat នៃប្រទេសម៉ារ៉ុកលោក Gianni Infantino ប្រធាន FIFA ក៏បានផ្ដល់កិត្តិយសចូលរួមនៅក្នុងពិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំទ្វីបអាហ្វ្រិកនេះផងដែរជាលទ្ធផលម្ចាស់ Ballon d'Or ឆ្នាំ 2025 របស់ទ្វីបអាហ្វ្រិកគឺបានទៅលើកីឡាករ Ashraf Hakimi យកឈ្នះខ្សែប្រយុទ្ធក្លឹប Liverpool Mohamed Salah ដែលជាប់ចំណាត់ថ្នាក់លេខ 2 និងខ្សែប្រយុទ្ធក្លឹប Galatasaray កីឡាករ Victor Osimhen ដែលទទួលបានចំណាត់ថ្នាក់លេខ 3 ឡើងទទួលពាននៅលើវេទិកាទាំងរបួសជើង Hakimi បានអះអាងថាគេពិតជាមានមោទនភាពខ្លាំងណាស់ដែលបានកើតជាជនជាតិអាហ្វ្រិកនិងបានកើតជាជនជាតិម៉ារ៉ុកហើយគេនឹងធ្វើគ្រប់យ៉ាងដើម្បីនាំមុខមាត់ជូនជាតិពិសេសគេនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីជួយក្រុមប្រជែងជើងឯក African Cup of Nations ដែលនឹងចូលមកដល់នាចុងខែធ្នូខាងមុខខណៈរបួសជើងរបស់គេអាចនឹងជាសះស្បើយនៅដើមខែធ្នូនេះគួររំលឹកថានៅរដូវកាលឆ្នាំ 2024 និង 2025 កន្លងទៅខ្សែការពារស្លាប់របស់ក្លឹប Paris Saint-Germain រូបនេះសម្រេចសមិទ្ធផលធំៗបានជាច្រើនរួមមាន UEFA Champions League, Ligue 1, UEFA Super Cup, Coupe de France និង Trophy des Champions គួរបញ្ជាក់ផងដែរថា Ashraf Hakimi គឺជាកីឡាករម៉ារ៉ុកដំបូងគេដែលឈ្នះពាន Ballon d'Or ទ្វីបអាហ្វ្រិកហើយក៏ជាខ្សែការពារដំបូងគេដែលឈ្នះពានបាល់មាសទ្វីបអាហ្វ្រិកនេះបន្ទាប់ពីលោក Bouanga Tishman ខ្សែការពារសាធារណរដ្ឋកុងហ្គោដែលឈ្នះពាននេះកាលពីឆ្នាំ 1973